មេសាងឯងស្រុកមេសាងសម្បូរមែនតើជាមួយនឹងបន្លែតែសំខាន់ណាបន្លែនេះគឺមានសិទ្ធិរបស់ធម្មជាតិដែលកសិករដែលគាត់ដាំដោយផ្ទាល់ដៃគ្មានប្រើជាតិគីមីទេនិយាយទៅគឺធម្មជាតិប៉ិតតែម្ដងឲ្យគាត់លក់តម្លៃដើមហ្នឹងបងប្អូនមកទិញឥឡូវមកគីឡូតែ2500រៀលទេឥឡូវមកនេះក្នុងវែងទៅលូខ្ចីញញហ្មងតាម1គីឡូ2500ទេឥឡូវខ្ញុំយក1គីឡូដែរចាផលិតផលស្រុកមេសាំងចាហើយអត់ពូហើយទិញ1គីឡូពូខ្ញុំ1គីឡូដែរហើយមិនមែនតែមានតែសក់ណាមានខាត់ណាមានលហុងទុំមានឆៃថាកុំធ្វើឆៃពៅមានលពៅត្រាវមានចេកមានដូងមកកំឡុងមានស្ករត្នោតមានប្រហុកសាច់មានផ្អកត្រីក្រាំចាអូយច្រើនមែនតានេះបងប្អូនអើយនេះស្វាយនឹងតលូនឹងតលុចតលូហើយតលុចទៀតអូល្អមែនតែគេថានេះស្វាយគេមានលក់1គីឡូហ្មងពូ1គីឡូ2000សែនទេវតាអីមិនទៅណាតែយកទៅរបស់ធម្មជាតិគាំទ្របងប្អូនយើងតាមស្រុកនីមួយយកទៅណាមិនអស់